បងប្អូនទាំងអស់គ្នាមករយៈនេះគឺថាផ្ទុះខ្លាំងមែនតើរវាងប្តីប្រពន្ធមួយគូនេះមិនថានៅលើ TikTok នៅលើ Facebook គេនិយាយគ្រប់គ្នាថាប្តីប្រពន្ធមួយគូនេះមានរូបសម្រស់ខុសគ្នាដាច់តែម្ដងមិនស័ក្តិសមនឹងគ្នាទេដោយសារថាខាងស្រីមានរូបសម្រស់ស្រស់ស្អាតដូចទេពអសរសាច់សស្គូហើយខាងប្រុសវិញមានរូបរាងកម្មាប់ខ្មៅហើយចាស់ទៀតថែមទាំងមានអាការៈដូចឈួតៗឡប់ៗទៀតហើយនេះគឺជា account 抖音របស់គាត់ដែលមានឈ្មោះថា Fei Chu Fu Fu ដែលមានចំនួន like រហូតដល់ទៅ11លាននាក់ TikTok របស់គាត់ក៏មានដែរហើយឈ្មោះដូចគ្នាគ្រាន់តែខ្ញុំអត់ច្បាស់ថា account នឹង TikTok របស់គាត់នឹងគឺជា account ដែលគាត់លេងពិតឬក៏ fan យកមកផុសប៉ុន្តែបើតាមខ្ញុំគិតថាបើជា fan យកមកផុសឲ្យព្រោះអីនៅប្រទេសចិនហ្នឹងគឺគេអត់អនុញ្ញាតឲ្យយើងលេង TikTok ទេហើយគាត់ដាក់ឈ្មោះ account 抖音បែបនេះក៏ដោយសារតែវាជាប់តាក់ទងទៅនឹងឈ្មោះប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់ហើយមើលវិញទៀតគឺគាត់ចង់បញ្ជាក់ឲ្យគេដឹងថាពីរនាក់គាត់គឺជាប្តីប្រពន្ធនឹងគ្នាទាំងប្រុសត្រូវបានគេស្គាល់និងហៅគាត់ថាអាជូមកដល់សប្តាហ៍ថ្ងៃនេះគាត់មានអាយុ26ឆ្នាំហើយខាងស្រីវិញមានឈ្មោះថា Fei Yin សប្តាហ៍ថ្ងៃនេះមានអាយុ24ឆ្នាំហើយពេលដែលអ្នកទាំងអស់គ្នាដឹងពីអាយុពិតរបស់ខាងប្រុសហើយអ្នកទាំងអស់គ្នាប្រកាសជាភ្ញាក់ផ្អើលមែនអត់ថាហេតុអីអាយុត្រឹមតែ26ឯងមិនក៏ចាស់ម៉េះបើនិយាយចូលមកដល់សាច់រឿងគាត់ណាវារៀងកំសត់តិចឯងអ្នកទាំងអស់គ្នាដូចពាក្យខ្មែរមួយម៉ាត់គេនិយាយថាចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹងជាក់ស្ដែងដូចក្នុងរឿងគ្រួសាររបស់គាត់អញ្ចឹងអត់មាននរណាម្នាក់ដឹងច្បាស់ទេម្នាក់បានធំវិនិច្ឆ័យពួកគាត់តែពីសម្បកក្រៅតែប៉ុណ្ណោះតាមពិតទៅពីមុនអាជូគាត់ក៏ជាបរិសង្ហាម្នាក់ដែរហើយនេះគឺជារូបរបស់គាត់កាលពីប្រហែលឆ្នាំមុនពេលដែលគាត់រៀបការគាត់ត្រូវបានគេស្គាល់នឹងចំណែនជាច្រើនដែលថាគាត់ទាំងពីរនាក់គឺជាគូស្នេហ៍ដ៏ស្រស់ស្អាតមួយគូដែលស្រឡាញ់គ្នាអស់រយៈពេល7ឆ្នាំហើយក្រោយពេលរៀបការរួចមិនយូរប៉ុន្មានគាត់ទាំងពីរក៏ទទួលបានចំណងដៃពិសេសនោះគឺកូនស្រីរបស់គាត់ហើយមកដល់សប្តាហ៍ថ្ងៃនេះគាត់មានកូនស្រីចំនួន2នាក់ហើយក៏ព្រោះតែគាត់ចង់បន្តជីវិតកូនស្រីរបស់ខ្លួនទើបគាត់ប្រែក្លាយទៅជាមនុស្សកំមាប់ហាអាក្រក់បែបហ្នឹងជឿថាអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ទេថាមិនគ្រាន់តែកូនឈឺសោះបានគាត់ប្រែក្លាយទៅជាបែបហ្នឹងក៏ដោយសារតែកូនរបស់គាត់មានជំងឺដ៏កម្រមួយយ៉ាងដែលអាចប៉ះពាល់ដល់ជីវិតហើយជំងឺមួយនេះអត់មានអាការៈអីកើតឡើងទាំងអស់តែបើសិនជាមិនព្យាបាលទេអាចស្លាប់ក្នុងអាយុក្រោម5ឆ្នាំជាមិនខានហើយជំងឺដែលបានកើតឡើងទៅលើកូនស្រីរបស់គាត់ហ្នឹងវាពិតជាកម្រខ្លាំងមែនទែនដែលវាជះឥទ្ធិពលទៅលើប្រព័ន្ធប្រសាទបណ្ដាលឲ្យសាច់ដុំស្ពឹកនិងចុះខ្សោយយ៉ាងលឿនហើយសម្រាប់វិធីដែលព្យាបាលគឺមានតែមួយគត់គឺកូនស្រីរបស់គាត់ត្រូវការបញ្ចូលឈាមជារៀងរាល់សប្តាហ៍ហើយសម្រាប់ថ្លៃព្យាបាលក៏ត្រូវចំណាយអស់ច្រើនដូចគ្នាមធ្យោបាយមានតែមួយនោះទេគឺអាជូត្រូវបូមឈាមរបស់ខ្លួនឯងបញ្ចូលទៅឲ្យកូនស្រីរបស់គាត់គ្រប់ពេលដែលនាងត្រូវការហើយអាជូក៏ត្រូវបានបញ្ចូលឈាមអ្នកផ្សេងជាច្រើនអ្នកទៀតចូលទៅក្នុងខ្លួនរបស់គាត់ដើម្បីតែផ្លាស់ប្ដូរគ្នាបើមិនអញ្ចឹងទេគាត់អត់អាចទ្រទ្រង់បានដូចគ្នាហើយសម្រាប់ឈាមដែលគាត់បញ្ចូលពីអ្នកដទៃហ្នឹងក៏គាត់ត្រូវទិញដែរបូករួមជាមួយនឹងថ្លៃថ្នាំព្យាបាលរបស់កូនគាត់ទៀតទើបធ្វើឲ្យគាត់បង្ខំចិត្តលក់អ្វីវ៉ាន់អស់ពីខ្លួនតែម្ដងអ្នកទាំងអស់គ្នាត្រឹមតែរយៈពេល1ឆ្នាំណាធ្វើឲ្យបរិសង្ហាម្នាក់នេះប្រែក្លាយពីរូបរាងដ៏ស្រស់ស្អាតទៅជារូបរាងដ៏កំមាប់បែបនេះពេលអញ្ចឹងគាត់ stress ផងគាត់ពិបាកចិត្តគាត់រលុយចិញ្ចឹមគ្រួសារផងហើយគាត់ត្រូវផ្ដល់ឈាមឲ្យកូនគាត់ជារៀងរាល់សប្តាហ៍ផងអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យគាត់កាន់តែមានវ័យចំណាស់ជាងអាយុដោយសារតែថ្លៃព្យាបាលជំងឺកូនស្រីរបស់គាត់ធ្វើឲ្យជីវភាពរបស់គាត់កាន់តែពិបាកឡើងរហូតដល់គាត់សម្រេចចិត្តបង្កើត account 抖音ដើម្បីចែករំលែកឲ្យគេដឹងពីស្ថានភាពជំងឺកូនរបស់គាត់និងខំរលុយពី social media នឹងដូចគ្នាពេលដែលគាត់ចាប់ផ្ដើមផុសដំបូង account របស់គាត់ក៏ចាប់ផ្ដើមផ្ទុះហើយមានគេស្គាល់ច្រើនមែនទែនតែមានតែមនុស្សមួយចំនួនតូចទេដែលដឹងពីស្ថានភាពជំងឺកូនរបស់គាត់រីឯមួយចំនួនធំទៀតពេលដែលឃើញវីដេអូរបស់គាត់និងប្រពន្ធគាត់មានតែគេចូលមក comment bully គាត់អ្នកខ្លះចូលទៅ comment ថាគាត់នឹងកោចាស់ចង់ស៊ីស្មៅខ្ចីអ្នកខ្លះទៀតក៏ថាគាត់គេងគក់ចង់ស៊ីសាច់កង្ហានខ្លះទៀតនិយាយថាប្រពន្ធគាត់រស់នៅជាមួយនឹងគាត់ដោយសារតែលុយទេខ្លះទៀតក៏បានចូលទៅ comment ថាមុខរបស់គាត់នឹងចំណាស់ពូហើយអញ្ចឹងរាល់ថ្ងៃបានស្រីក្មេងនៅជាមួយគឺដើម្បីលុយឃើញអត់បងប្អូនទាំងគ្នាមនុស្សយើងតាមប៉ាត់ខូចមាត់ណាអ្នកខ្លះអត់បានស្ថិតនៅក្នុងស្ថានភាពគ្រួសារគេទេប៉ុន្តែនិយាយសម្ដីចេញមកអត់បានឆ្លងកាត់ខួរក្បាលហ្មងបែបហ្នឹងគឺខ្ញុំខ្លាចខ្លាំងមែនតើហ្មងសង្គមនេះបើសិនជាយើងទុនខ្សោយយើងនឹងត្រូវគេសោចចំអកចំអន់រហូតដល់យើងងាប់ហើយធម្មតាឯងមើលប្រពន្ធរបស់គាត់មើលកូនពីរៀងនៅតែស្អាតជាងការគាត់នៅកមុំទៀតហើយចាប់តាំងពីពេលនោះមកគ្រួសាររបស់គាត់ក៏ចាប់ផ្ដើមរលុយបានពី social media មកមើលថែជំងឺកូនរបស់គាត់ក៏ដូចជាមើលថែប្រពន្ធជាមួយនឹងកូនមួយទៀតផងដែរនិយាយរួមទៅគ្រួសាររបស់គាត់គឺពិតជាមានក្តីសុខខ្លាំងមែនតើហ្មងខាងស្រីជាប្រពន្ធទោះបីជាប្តីទៅជាបែបណាគេនិយាយបែបណាក៏ដោយក៏គាត់មិនខ្មាស់ក៏គាត់មិនទៅណាចោលប្តីរបស់គាត់ដែរហើយចំណែកឯប្តីរបស់គាត់វិញទោះជាលំបាកនឿយហត់យ៉ាងណាក៏ដោយក៏មិនឲ្យប្រពន្ធខ្លួនឯងមានទុក្ខដែរអ្នកគ្នាសម្រាប់ខ្ញុំអាជូគាត់គឺជាមនុស្សដែលល្អម្នាក់ជាប្តីដែលល្អក៏ជាឪពុកដ៏ល្អដែរហើយមួយវិញទៀតអ្នកទាំងអស់គ្នាបានសម្គាល់មើលកងដៃលើដៃប្រពន្ធរបស់គាត់ទោះបីជាគាត់លក់អវ៉ាន់ចោលទាំងអស់យ៉ាងណាក៏ដោយក៏គាត់នៅតែខំប្រឹងរលុយព្រោះគាត់អត់លក់កងដៃដែលនៅនឹងដៃប្រពន្ធរបស់គាត់នោះទេព្រោះគាត់ស្រឡាញ់ប្រពន្ធរបស់គាត់អញ្ចឹងបានខ្ញុំនិយាយថាអាជូគឺជាបរិសម្នាក់ដែលល្អខ្លាំងជាងគេនៅលើโลกហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងពីសាច់រឿងហ្នឹងហើយអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរចូល comment ខាងក្រោមទាំងអស់គ្នាមើល